បាទសួស្តីអ្នកទាំងអស់គ្នាហើយចូលមកដល់វគ្គទី2នេះខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នានឹងទាក់ទងជាមួយនឹងរបៀបបើក form ហើយនឹងបិទ form ទៅវិញអាហ្នឹងគឺការបញ្ចូលកូដតាំងពីទៅដោយសិស្សានុសិស្សដែលគាត់មករៀននៅក្នុងថ្នាក់ជាមួយខ្ញុំធ្លាប់បានបង្ហាញហើយកន្លែងហ្នឹងអញ្ចឹងនេះខ្ញុំធ្វើការបង្ហាញនៅក្នុង channel YouTube ខ្ញុំទាំងម្ដងអញ្ចឹងអាហ្នឹងដោយសារតែយើងចាប់ផ្ដើមពីចំណុចដំបូងមកវិញអញ្ចឹងខ្ញុំបិទ form នឹងចោលសិនហើយធ្វើការបង្កើត form មួយនៅកន្លែងនេះអញ្ចឹងយើងចូលមកកាន់ insert មកដើម្បីធ្វើការបង្កើតប៊ូតុងមួយវាមាន form control របស់យើងនៅកន្លែងនេះគឺយើងយកប៊ូតុងរបស់យើងនឹងមកអូខេគូសអញ្ចឹងមកអានេះប៊ូតុង one click នេះយើងអត់មានអីច្រើនទេយើងដាក់ click OK តែម្ដងទៅតែប៉ុណ្ណឹងមកបានហើយអញ្ចឹងយើងបានប៊ូតុងមួយហើយអាហ្នឹងគឺយើងអាច edit text អានេះយើងអាចថាយើង edit text នៅក្នុងនេះឲ្យស្រេចតែម្ដងក៏បានដែរអានេះ open form អញ្ចឹងទៅអានេះខ្ញុំឧទាហរណ៍ទេតែបងប្អូនមានកំណត់ក្នុងការច្នៃប្រឌិតផ្សេងក៏យើងធ្វើទៅតាមហ្នឹងមកយើងមកស្ដាំវាទៅហើយយើងយកពាក្យ assign macro កន្លែងនេះ assign macro ហើយយើងចុចបន្តទៅទៀតយើងយក new ទៅម្ដងមកអូខេតែប៉ុណ្ណឹងមកយើងដាក់ថា show សំទោស user form 1 dot show តែយើងបញ្ចូលកូដខ្លីៗទៅប៉ុណ្ណឹងមកបានហើយព្រោះអីយើងដាក់ឈ្មោះថា user form 1 show dot show នៅកន្លែងនេះមានន័យថា form របស់យើងគឺយើងបានដាក់ឈ្មោះ user form នៅកន្លែងនេះអញ្ចឹងត្រូវចាំថាឈ្មោះ form របស់យើងកន្លែងនេះគឺយើងបានដាក់ឈ្មោះ user form នៅកន្លែងនេះអញ្ចឹងមានន័យថាយើងហៅវាក៏យើងហៅឲ្យដូចគ្នានៅកន្លែងនេះដែរដាក់ឈ្មោះអីយើងហៅអញ្ចឹងដែរតែ complete dot show នៅកន្លែងនេះផងអូខេតែបើប៉ុណ្្នឹងមកយើងខ្វែងវាចោលទៅអត់មានអីច្រើនទេខ្វែងកូដនឹងចោលទៅឥឡូវនេះខ្ញុំចុច open form អញ្ចឹងឃើញទេចាឥឡូវយើងបានមួយហើយអញ្ចឹងយើងនៅប៊ូតុងបិទមួយទៀតអានឹងខ្ញុំភ្ជាប់គ្នាតាក៏ពិតទៅចំណុចដំបូងដែលខ្ញុំត្រូវធ្វើការបង្ហាញហ្នឹងគឺកន្លែងបញ្ចូលទេតែសង្កេតថាយើងធ្វើការបង្កើតប៊ូតុងបិទបើកឲ្យវានៅជាប់គ្នាតែម្ដងទៅអានេះយើងប៊ូតុងបិទអញ្ចឹងយើងធ្វើម៉េចប៊ូតុងបិទនៅកន្លែងនេះយើងចូលទៅ Visual Basic របស់យើងកន្លែងនេះមកហើយយើងចូលកន្លែង User Form របស់យើងកន្លែងនេះហើយយើងចុចលើប៊ូតុងបិទនៅកន្លែងនេះហើយយើងបញ្ចូលកូដបែបណាយើងដាក់មកunload me unload me អូខេចង់តេស្តមើលសិនមើលអូខេឥឡូវយើងដំណើរការហើយឥឡូវនេះខ្ញុំខ្វែងអានឹងចោលសិនដើម្បីឲ្យយើងមើលថាតើវា run code បានដែរឬក៏អត់អញ្ចឹងខ្ញុំចុច open បន្តទៀតមកខ្ញុំចុចបិទ form ទៅវិញហេយើង open យើងបិទអានេះយើងបាន2បាត់ហើយអញ្ចឹងកូដរបស់យើងគឺយើងមាន2ខ្ញុំសរុបជារួមមកវិញថាកន្លែងនេះគឺប៊ូតុងបើក form របស់យើងគឺយើងប្រើប្រាស់កូដមួយគឺ user form 1 dot show តែប៉ុណ្្នឹងទេអញ្ចឹងនៅពេលដែលយើងបើក form បានគឺយើងមានកន្លែងនេះកន្លែងបិទ form របស់យើងនេះគឺយើងប្រើប្រាស់កូដ unload me គេកូដខ្លីៗងាយអញ្ចឹងសរុបជារួមមកវិញថាកូដ2ហ្នឹងខ្លីទេចាំមើលដល់ពេលដែលយើងត្រូវបញ្ចូលទិន្នន័យនៅក្នុង cell របស់យើងគឺវាមានច្រើនបន្តិចអញ្ចឹងអូខេហើយនៅក្នុងភាគ2នៅកន្លែងនេះខ្ញុំសូមបង្ហាញតែ2ចំណុចតែប៉ុណ្្នឹងសិនចុះហើយនៅវគ្គបន្ទាប់ទៀតយើងនឹងធ្វើការបង្កើតប៊ូតុងបញ្ចូលទិន្នន័យរបស់យើងទៅក្នុង cell របស់យើងនឹងថាតើយើងគួរតែបញ្ចូលបែបណាវាមានចំណុចកន្លែងណាខ្លះដែលយើងត្រូវធ្វើការបញ្ចូលអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូភាគ2របស់ខ្ញុំចឹងអរគុណច្រើនសូមគោរពជម្រាបលាបងប្អូនទាំងអស់គ្នាហើយរួមទាំងសិស្សានុសិស្សដែលកំពុងតាមដានទស្សនានឹងអរគុណច្រើន